បងប្អូនថ្ងៃនេះចង់បង្ហាញពីឡានប្រណិតមួយនេះវាជាប៊ូតុងជួយបញ្ចុកដៃនេះដែល like នេះប៊ូតុងនេះសម្រាប់ចុចវាមានរនាំងបាំងមួយបងប្អូនខ្ញុំចុចឲ្យបងប្អូនមើលខ្ញុំចុចចុះមួយមកគឺរនាំងចុះមកអូតូតែម្ដងចាដល់ពេលវាចុះអស់ហើយយើងចុចមកតង់ទៀតគឺវាចុះកញ្ចក់តែម្ដងចាស៊ីនេះណាចាពេលយើងចង់ឲ្យវាឡើងវិញចុចទី1គឺឡើងកញ្ចក់សិនពេលទី2វាឡើងសំណាំងមួយសាទៀតវាទៅការពារពីតង់ហ្មងគឺអត់ឲ្យយើងក្រៅបងប្អូនគឺងាយស្រួលមែនទែនហើយចំណែកប៊ូតុងនេះប៊ូតុងចុចបើកទ្វារនេះក៏បានបើកទ្វារខាងលើនេះក៏បានតែចុចបើកទ្វារឡើងកន្លែងនេះក៏បាននិយាយទៅប៊ូតុងគេមានដល់13ងាយស្រួលមែនទែនហើយបងប្អូនឃើញអាទូមួយនេះអត់នេះឆ្ងល់ណាស់លើទូមួយនេះស្អីគេចាគឺកន្លែងទូវីដេអូបានចុចមកទៅកាច់វីដេអូវាយបានអីលើនឹងបានអូហូទំនើបមែនទែនហើយចំណែកកន្លែងមើលក្អីវិញគេមានប៊ូតុងសម្រាប់ចុចនេះបើសិនយើងចង់ switch ជាមួយនឹងអង្គុយក្បែរយើងគ្រាន់តែចុចមកអ្នកវាមើលក្អីយើងទៅតែម្ដងឃើញទេបងប្អូនអូយអែមមែនទែនចានេះបើយើងអត់ចង់អង្គុយក្បែរនេះទេយើងចុចមកវិញមកឃើញទេគឺងាយស្រួលមែនទែនប្រឡេកមកមើលត្រង់នេះវិញនេះយើងមាន wireless charge បើយើងសូមទូរស័ព្ទចូលគឺវា charge តែម្ដងគឺងាយស្រួលមែនទែនខាងនេះក៏មានដែរដល់ខាងនេះគឺយើងមាន type C សម្រាប់ការតខ្សែសាកអីចឹងទៅតែឥឡូវនេះយើងមានសុខចិត្តអាចសេរីក្តៅជាបានតាមតម្រូវការអែមមែនទែនបងប្អូនខ្ញុំចង់និយាយថាឡាននេះអែមខ្លាំងណាស់